ក្មេងស្រីរូបនេះធ្លាប់ស្រស់ស្អាតខ្លាំងណាស់ប៉ុន្តែនាងបានធ្វើខ្លួនឲ្យមើលទៅអាក្រក់ដោយចេតនានាងបានទៅភោជនីយដ្ឋានដើម្បីជួបគូណាត់ជួបរបស់នាងប៉ុន្តែនាងស្រាប់តែឃើញនរណាម្នាក់ដែលមើលទៅដូចអតីតមិត្តប្រុសរបស់នាងដូច្នេះនាងក៏បានដើរទៅរកគាត់ហើយធ្វើសកម្មភាពចម្លែកបន្ទាប់មកនាងបាននិយាយថាបុរសនេះជាមនុស្សអត់បេះដូងនាងបានបំផ្លាញគូណាត់ជួបរបស់បុរសនោះដោយជោគជ័យប៉ុន្តែនៅពេលដែលនាងមើលមុខគាត់កាន់តែច្បាស់នាងក៏ដឹងថានាងបានច្រឡំគាត់ជាមួយអ្នកផ្សេងក្មេងស្រីភ័យស្លន់ស្លោហើយសុំទោសបុរសនោះនាងបាននិយាយថានាងសុខចិត្តយល់រួមនឹងអ្វីដែលគាត់សុំនោះបានដំណើរការយ៉ាងល្អឥតខ្ចោះសម្រាប់បុរសដែលត្រូវការដោះស្រាយជាមួយគ្រួសាររបស់គាត់ដែលកំពុងបង្ខំគាត់ឲ្យរៀបការដូច្នេះបុរសនោះបានស្នើសុំរៀបការជាមួយក្មេងស្រីភ្ញាក់ផ្អើលប៉ុន្តែនៅពេលដែលនាងឃើញថាបុរសនោះជាប្រភេទរបស់នាងក៏ទទួលយកសំណើរបស់គាត់ពួកគេបានចុះបញ្ជីអាពាហ៍ពិពាហ៍យ៉ាងឆាប់រហ័សដោយបន្សល់ទុកគូណាត់ជួបដើមរបស់ក្មេងស្រីនោះនៅតែរង់ចាំនៅភោជនីយដ្ឋានបុរសនោះបានប្រាប់ក្មេងស្រីថានឹងមកទទួលនាងឆាប់ដើម្បីចាប់ផ្ដើមជីវិតជាមួយគ្នាបន្ទាប់មកក្មេងស្រីបានជិះកង់របស់នាងចេញទៅភ្លាមនោះរថយន្តទំនើបមួយគ្រឿងបានឈប់វាបានបង្ហាញថាបុរសនោះគឺជាអ្នកស្នងរឹកនៃគ្រួសារដែលអ្នកមានបំផុតសូម្បីតែជំនួយការរបស់គាត់ក៏មិននឹកស្មានថាគាត់រៀបការលឿនបែបនេះដែរមិនយូរប៉ុន្មានក្មេងស្រីក៏មកដល់ផ្ទះបុរសនោះនាងឃើញថាផ្ទះនោះធំទូលាយនិងប្រណិតដើម្បីលាក់អត្តសញ្ញាណរបស់គាត់បុរសនោះបានប្រាប់នាងថាគាត់ជួលកន្លែងនោះសម្រាប់នាងគាត់គ្រាន់តែចង់ផ្ដល់ផ្ទះដ៏កក់ក្ដៅមួយដល់នាងប៉ុន្តែក្មេងស្រីមុខរបស់ក្មេងស្រីពោពេញទៅដោយភាពអាម៉ាស់បន្ទាប់ពីបានឮពាក្យសម្ដីដ៏ផ្អែមល្ហែមរបស់គាត់បន្ទាប់ពីងូតទឹកក្មេងស្រីក៏ចេញមកក្រៅបុរសនោះភ្ញាក់ផ្អើលដោយសម្រស់របស់នាងគាត់មិនជឿថានាងជាមនុស្សដែរនោះទេបន្ទាប់មកបុរសនោះបានជួយនាងជូតសក់ដោយគួរសមពួកគេបានចំណាយពេលយប់ដ៏អស្ចារ្យជាមួយគ្នាដើម្បីកុំឲ្យនាងភ្ញាក់បុរសនោះបានចេញទៅធ្វើការដោយស្ងាត់ស្ងៀមជំនួយការរបស់គាត់កំពុងរង់ចាំគាត់រួចហើយទន្ទឹមនឹងនេះក្មេងស្រីបានទទួលការហៅទូរស័ព្ទពីមិត្តភ័ក្តិរបស់នាងហើយដឹងថានាងយឺតពេកហើយបុរសនោះបានកត់សម្គាល់ឃើញក្មេងស្រីកំពុងមើលពីបង្អួចជាន់ខាងលើគាត់បានធ្វើសញ្ញាយ៉ាងរហ័សទៅជំនួយការរបស់គាត់ឲ្យបើករថយន្តចេញទៅហើយគាត់បានជិះកង់ក្បែរនោះទៅការិយាល័យវិញប៉ុន្តែនៅពេលដែលបុរសនោះមកដល់កន្លែងធ្វើការក្មេងស្រីនោះក៏កំពុងត្រៀមខ្លួនចាប់ផ្ដើមការងារថ្មីរបស់នាងនៅក្រុមហ៊ុនតែមួយដែរអ្នកទាំងពីរប្រញាប់ប្រញាល់ហើយមិនបានកត់សម្គាល់នេះទៅវិញទៅមកទេបន្ទាប់មកក្មេងស្រីបានទៅជួបថៅកែក្រុមហ៊ុនដែលជាប្តីថ្មីរបស់នាងផងដែរប្រតិចារិកក្មេងស្រីរូបនេះធ្លាប់ស្រស់ស្អាតខ្លាំងណាស់ប៉ុន្តែនាងបានធ្វើខ្លួនឲ្យមើលទៅអាក្រក់ដោយចេតនានាងបានទៅភោជនីយដ្ឋានដើម្បីជួបគូណាត់ជួបរបស់នាងប៉ុន្តែនាងស្រាប់តែឃើញនរណាម្នាក់ដែលមើលទៅដូចអតីតមិត្តប្រុសរបស់នាងដូច្នេះនាងក៏បានដើរទៅរកគាត់ហើយធ្វើសកម្មភាពចម្លែកបន្ទាប់មកនាងបាននិយាយថាបុរសនេះជាមនុស្សអត់បេះដូងនាងបានបំផ្លាញគូណាត់ជួបរបស់បុរសនោះដោយជោគជ័យប៉ុន្តែនៅពេលដែលនាងមើលមុខគាត់កាន់តែច្បាស់នាងក៏ដឹងថានាងបានរលំគាត់ជាមួយអ្នកផ្សេងក្មេងស្រីភ័យស្លន់ស្លោហើយសុំទោសបុរសនោះនាងបាននិយាយថានាងសុខចិត្តយល់ព្រមនឹងអ្វីដែលគាត់សុំនោះបានដំណើរការយ៉ាងល្អឥតខ្ចោះសម្រាប់បុរសដែលត្រូវការដោះស្រាយជាមួយគ្រួសាររបស់គាត់ដែលកំពុងបង្ខំគាត់ឲ្យរៀបការដូច្នេះបុរសនោះបានស្នើសុំរៀបការជាមួយក្មេងស្រីភ្ញាក់ផ្អើលប៉ុន្តែនៅពេលដែលនាងឃើញថាបុរសនោះជាប្រភេទរបស់នាងក៏ទទួលយកសំណើរបស់គាត់ពួកគេបានចុះបញ្ជីអាពាហ៍ពិពាហ៍យ៉ាងឆាប់រហ័សដោយបន្សល់ទុកគូណាត់ជួបដើមរបស់ក្មេងស្រីនោះនៅតែរង់ចាំនៅភោជនីយដ្ឋានបុរសនោះបានប្រាប់ក្មេងរីថានឹងមកទទួលនាងឆាប់ដើម្បីចាប់ផ្ដើមជីវិតជាមួយគ្នាបន្ទាប់មកក្មេងស្រីបានជិះកង់របស់នាងចេញទៅភ្លាមនោះរថយន្តទំនើបមួយគ្រឿងបានឈប់វាបានបង្ហាញថាបុរសនោះគឺជាអ្នកស្នងរឹកនៃគ្រួសារដែលអ្នកមានបំផុតសូម្បីតែជំនួយការរបស់គាត់ក៏មិននឹកស្មានថាគាត់រៀបការលឿនបែបនេះដែរមិនយូរប៉ុន្មានក្មេងស្រីក៏មកដល់ផ្ទះបុរសនោះនាងឃើញថាផ្ទះនោះធំទូលាយនិងប្រណិតដើម្បីលាក់អត្តសញ្ញាណរបស់គាត់បុរសនោះបានប្រាប់នាងថាគាត់ជួលកន្លែងនោះសម្រាប់នាងគាត់គ្រាន់តែចង់ផ្ដល់ផ្ទះដ៏កក់ក្ដៅមួយដល់នាងប៉ុន្តែក្មេងស្រីមុខរបស់ក្មេងរីពោពេញទៅដោយភាពអាម៉ាស់បន្ទាប់ពីបានឮពាក្យសម្ដីដ៏ផ្អែមល្ហែមរបស់គាត់បន្ទាប់ពីងូតទឹកក្មេងស្រីក៏ចេញមកក្រៅបុរសនោះភ្ញាក់ផ្អើលដោយសម្រស់របស់នាងគាត់មិនជឿថានាងជាមនុស្សដែរនោះទេបន្ទាប់មកបុរសនោះបានជួយនាងជូតសក់ដោយគួរសមពួកគេបានចំណាយពេលយប់ដ៏អស្ចារ្យជាមួយគ្នាដើម្បីកុំឲ្យនាងភ្ញាក់បុរសនោះបានចេញទៅធ្វើការដោយស្ងាត់ស្ងៀមជំនួយការរបស់គាត់កំពុងរង់ចាំគាត់រួចហើយទន្ទឹមនឹងនេះក្មេងស្រីបានទទួលការហៅទូរស័ព្ទពីមិត្តភ័ក្តិរបស់នាងហើយដឹងថានាងយឺតពេកហើយបុរសនោះបានកត់សម្គាល់ឃើញក្មេងរីកំពុងមើលពីបង្អួចជាន់ខាងលើគាត់បានធ្វើសញ្ញាយ៉ាងរហ័សទៅជំនួយការរបស់គាត់ឲ្យបើករថយន្តចេញទៅហើយគាត់បានជិះកង់ក្បែរនោះទៅការិយាល័យវិញប៉ុន្តែនៅពេលដែលបុរសនោះមកដល់កន្លែងធ្វើការក្មេងស្រីនោះក៏កំពុងត្រៀមខ្លួនចាប់ផ្ដើមការងារថ្មីរបស់នាងនៅក្រុមហ៊ុនតែមួយដែរ
អ្នកទាំងពីរប្រញាប់ប្រញាល់ហើយមិនបានកត់សម្គាល់គ្នាទៅវិញទៅមកទេបន្ទាប់មកក្មេងស្រីបានទៅជួបថៅកែក្រុមហ៊ុនដែលជាប្តីថ្មីរបស់នាងផងដែរតើអាចកំបាំងដែលប្តីរបស់នាងជាអ្នកស្នងរកនឹងត្រូវលាតត្រដាងដែរឬទេតើអាចកំបាំងដែលប្តីរបស់នាងជាអ្នកស្នងរកនឹងត្រូវលាតត្រដាងដែរឬទេ